អាគារតម្លៃ$112 លានរបស់ធនាគារ FSTB បានបញ្ចប់ការសាងសង់គ្រោងអាគារជាស្ថាពរក្រោយបើកការដ្ឋានសាងសង់បានខ្ទង់3ឆ្នាំពោលគឺកាលពីថ្ងៃទី22ខែមេសាឆ្នាំ2022នៅពេលនេះធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាឬហៅកាត់ FSTB និងក្រុមហ៊ុន MSNH Investment Co Ltd បានរៀបចំពិធីបញ្ចប់ការសាងសង់គ្រោងអាគារ FSTB Tower ដែលជាទីស្នាក់ការកណ្ដាលថ្មីរបស់ខ្លួនរួចរាល់នៅថ្ងៃទី12ខែឧសភាឆ្នាំ2025ទីស្នាក់ការកណ្ដាលថ្មី FSTB Towerត្រូវបានវិនិយោគលើទឹកប្រាក់ប្រមាណ$112 លានដោយមានផ្ទៃអគារសរុប 77,593 ម៉ែត្រការ៉េមានកម្ពស់សរុបចំនួន28ជាន់និងមានជាន់ក្រោមដីចំនួន4ជាន់សម្រាប់ធ្វើជាចំណតម៉ូតូនិងឡានអគារ FSTB Tower មានទីតាំងស្ថិតនៅលើដីឡូលេខ A សង្កាត់មនោរម្យខណ្ឌ7មករាតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្ដាលទីក្រុងភ្នំពេញអគារ FSTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ហើយការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារៈទំនើបរួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្មសុវត្ថិភាពអគ្គិភ័យការសន្សំសំចៃថាមពលនិងការការពារបរិស្ថានស្របតាមបទបញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិនិងអន្តរជាតិសូមជម្រាបថាគម្រោងសាងសង់អគារ FSTB Tower តម្លៃ$112 លាននេះគ្រោងនឹងបញ្ចប់ក្នុងខែតុលាខាងមុខហើយចំណែកឯរចនាខាងក្នុងនិងការងារដំឡើងប្រព័ន្ធផ្សេងៗនៃអគារនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ